អ្នកគ្នាបរិសុទ្ធស្រីបរិសុទ្ធបើអ្នកគ្នាមិនតម្លៃអ្នកគ្នាផ្អែកទៅលើការគិតរបស់អ្នកគ្នានេះ one night stand ហ្នឹងអីគេ girl ខ្ញុំនៅអាមេរិកណាហើយអ្នកដែលសួរខ្ញុំហ្នឹងនៅខ្មែរតែต้องជាមួយនឹង one night stand សួរថាខ្ញុំ one night stand ជាមួយនៅខ្ញុំអត់ស្គាល់ល្អ like girl how is ល្អ like what happens in your brains girl like your body imagine your body នឹងដូចអវ៉ាន់មួយអញ្ចឹងចាស់យូរឯងដែរដើរទៅសារ supermarket អីអញ្ចឹងអវ៉ាន់ដែលថោកអវ៉ាន់ដែល on sale សបោអ្នកទិញច្រើនណាស់ហើយអវ៉ាន់ដែលតម្លៃយ៉ាងថ្លៃអត់សូវមានអ្នកទិញអត់ហើយបើសិនអ្នកទិញអវ៉ាន់ថ្លៃហ្នឹងលុះតាមម្នាក់ហ្នឹងជាអ្នកមានឬក៏គេច្បាស់លាស់ជាមួយអវ៉ាន់ហ្នឹងអត់ and គិតអញ្ចឹងពេលគិតអញ្ចឹងឲ្យសួរខ្លួនឯងវិញថាខ្ញុំកេងជាមួយប្រុសច្រើនឬក៏ខ្ញុំកេង one night stand ច្រើនតើខ្ញុំនឹងជាមនុស្សស្រីបែបម៉េច like ខ្ញុំឡើង shock ហ្មងនៅពេលដែលខ្ញុំដឹងថានៅខ្មែរឥឡូវគេ like one night stand អីអញ្ចឹងខ្ញុំ like ប៉ុន្តែបើសិនជាអ្នកគ្នាសប្បាយនឹងអាហ្នឹងគិតមួយសារទៀត really ខុសខ្លាំងមែនតើហ្មងខ្ញុំនិយាយមែនអូខេ one night stand ហ្នឹងខុសតែសារអីទី1បើនិយាយនៅក្នុងផ្លូវគេថាផ្លូវពេទ្យណាអ្នកនរគ្នាគេជាមួយមនុស្សប្រុសម្នាក់ឬក៏មនុស្សស្រីម្នាក់ដែល stranger ហ្មងអ្នកគ្នាដឹងអត់ថាម្នាក់ស្រីហ្នឹងឬក៏ម្នាក់ប្រុសហ្នឹងឈឺអីខ្លះរោគកាមរោគអីខ្លះជំងឺអេដជំងឺអីខ្លះមកអត់ហើយកុំគិតថាប្រើអីគេ condom សូមនឹងការពារបែនណា like it's pretty not 100% safe you can still ឆ្លងយល់អត់ oh my god ទី2តកតងជាមួយនឹងconfident នៅពេលអ្នកគ្នាទៅកេងជាមួយមនុស្ស random ណា like ណាគេក៏អាចកេងមួយអ្នកគ្នាបានណាគេក៏កេងមួយអ្នកគ្នាបានអ្នកគ្នាឡើងចាត់ទុកថាខ្លួនឯងហ្នឹងគឺជាមនុស្សដែលពិសេសមនុស្សដែល unique ហ្មងអ្នកគ្នាគិតថាដូចអាវ៉ាន់ហៀយតាមសារលឺឡត់អាវ៉ាន់លក់ហៀយតាមសារអញ្ចឹងវាប៉ះពាល់ផ្លូវអារម្មណ៍អ្នកគ្នា spiritually ការគោរពការឲ្យតម្លៃខ្លួនឯងឡត់ទី3តើต้องជាមួយនឹង spiritual ខ្ញុំ believe ខ្លាំងហ្មងព្រោះណាគេកណ្ដាលនៅពេលដែលចូលមកជីវិតអ្នកគ្នាតែងតែមាន influence ទៅលើជីវិតអ្នកគ្នាយល់អត់អញ្ចឹងនៅពេលដែលអ្នកគ្នាឲ្យ random guy come into your life that guy gonna affect you your body your spirit your emotion like it is so like ខ្ញុំអត់ recommend ហ្មងជិះបានជិះឲ្យយល់អត់ជិះបានជិះអាណិតខ្ញុំនិយាយមែនអាណិតខ្ញុំបើថាមិនអាណិតម៉ែឪទេអាណិតខ្លួនឯងនៅអាណិតរៀងកាយខ្លួនឯងហើយខ្ញុំនិយាយហ្នឹងមិនមែនខ្ញុំថាមនុស្សស្រីដែលធ្លាប់មានប្តីហើយឬក៏ធ្លាប់មានសង្សារហើយជ្រុលខ្លួនហ្នឹងគឺជាមនុស្សខកអី it's not about you កេងធ្លាប់មានបទពិសោធន៍កេងជាមួយអ្នកដទៃហើយ you no longer a virgin ឬក៏ថាគេហៅថាឡើងបើនៅខ្មែរគេហៅថាឡើងបរិសុទ្ធអ្នកទាំងគ្នាជំនឿស្អីក៏អីប៉ុន្តែបើសិនជាអ្នកគ្នា decide to ប្រព្រឹត្តការកេងនឹងជាមួយមនុស្សប្រុសច្រើនណាអាហ្នឹងមិនជា problem ប៉ុន្តែវាអត់ជា problem ទេនៅពេលអ្នកគ្នាអូខេខ្ញុំការឲ្យម្ដងប៉ុន្តែធ្វើម៉េចខ្ញុំបាយគ្នាខ្ញុំត្រូវការភាសាទៀតអាហ្នឹងវា happen ប៉ុន្តែតម្លៃអ្នកគ្នាអត់មានទៅលើអត់បានវាស់ទៅលើថាអូអ្នកគ្នាបរិសុទ្ធស្រីបរិសុទ្ធបើអ្នកគ្នាមិនតម្លៃអ្នកគ្នាផ្អែកទៅលើការគិតរបស់អ្នកគ្នានេះហើយការគិតរបស់អ្នកគ្នាហ្នឹងគឺជាមូលហេតុនាំឲ្យអ្នកគ្នាប្រព្រឹត្តរឿងហ្នឹងដោយរឿងទៅដេកជាមួយប្រុសមកយប់ one night stand អីហ្នឹងគឺអ្នកគ្នាគិតថា one night stand it's normal it on trend or whatever wow I don't know how that's come to reality like what happened to you guys girl like how the hell is this happen please stop are you guys on like one night stand trend right now គិតមួយសារទៀតខ្ញុំអត់ recommend ទេកុំមកសួរខ្ញុំថាអូបងខ្ញុំ one night stand lot I'm gonna slap you out ហើយបើថាជ្រុលខ្លួនហើយអត់តន់យូរពេលនឹងដកខ្លួនទេយល់អត់អាចដកខ្លួនបានដកខ្លួនមកឈប់ប្រព្រឹត្តទៅវាល្អទេអត់ល្អសោះហ្មងខ្ញុំនិយាយមែនហ្មង gosh anyway thank you for like this video ខ្ញុំនឹងធ្វើវីដេអូផ្សេងទៀតតែឥឡូវហ្នឹងហួយមើលសក់
ចាតែងខ្លួនចេញទៅក្រៅ Bye hope you guys watch this video and please tell me what's going on with you guys right now កើតរឿងអីបន្តទៅពេញចិត្តជាមួយនឹង one night stand នឹង gosh anyway hope good thing happen into your life and be more pretty and more happy